ជីវិតនៃមនុស្សសត្វទាំងឡាយទេនេះបច្ចុប្បន្ននឹងតែមានកើតចាស់ឈឺឆ្លាប់នៃមនុស្សសត្វលោកយើងទាំងអស់ហ្នឹងឯងហើយរស់ដោយសារតែកម្មនៃពីអតីតជាតិរបស់យើងដែលយើងបានបំពេញអ្វីគឺបានមកដល់បច្ចុប្បន្នហ្នឹងគឺបានហ្នឹងឧទាហរណ៍សិនថាយើងបានធ្វើបន់ធ្វើទានច្រើនសាងបំពេញនៅទានបារមីច្រើនអញ្ចឹងទៅរីឯផលទាននៃបារមីដែលយើងបានសំហ្នឹងទៅចាក់កំណើតទីណាកន្លែងណាមានសេចក្តីល្អណាល្អត្រង់ថាយើងបច្ចុប្បន្ននេះយើងដឹងហ่ะយើងកើតមកមានធនធានមានទ្រព្យសម្បត្តិណាហ្នឹងមួយអានដោយសារបុណ្យកុសលឯទី2ព្រះអង្គសម្ដែងថាញាតិចឹងក៏យើងមកកើតមកហើយមានទ្រព្យសម្បត្តិក៏មានញាតិមានច្រើនក៏មានដោយសារតែពីអតីតជាតិយើងនោះមិនប្រមាទមើលងាយអ្នកដតីយើងមានទ្រព្យហើយយើងចែកនៅញាតិទាំងឡាយរបស់យើងនឹងនៅក្បែររបងផងផ្ទះជាមួយនឹងឯងណាចឹងវាបុណ្យកុសលដែលយើងកើតមកពីបច្ចុប្បន្ននឹងឯងវាសម្បូរទៅដោយញាតិមានទ្រព្យសម្បត្តិហើយមានញាតិហើយបុណ្យកុសលហើយព្រះអង្គសម្ដែងមួយទៀតថាទី1មានទ្រព្យហើយទី2មានញាតិហើយអញ្ចឹងមួយទៀតអីបញ្ញាញោមបំពេញនៅបញ្ញាអញ្ចឹងមាន3ហ្នឹងញោមបំពេញនៅបញ្ញាហើយកាលណាបើយើងមានបញ្ញាគឺគិតទៅដែលផ្លូវត្រូវគិតតែផ្លូវត្រូវមិនប្រកាន់បងមិនប្រកាន់ប្អូនណាទ្រព្យទាំងឡាយដែលយើងមានហើយយើងចែកទៅដោយដែនផ្លូវត្រូវតែមាន3ហ្នឹងណាញោមណាអនុមោទនាមាន3ហ្នឹងឲ្យព្យាយាមញោមព្យាយាម